សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងបន្តសាច់រឿងរបស់យើងទៀតចាប់ផ្ដើមនៅពាក្យថ្មីមកភ្លាមសាច់រឿងក៏បានកាត់ទៅកាន់កន្លះខែបន្ទាប់គឺកន្លះខែបន្ទាប់ពីការប្រយុទ្ធគ្នារវាងគូឆាងជាមួយនឹងកំពូលអ្នកខ្លាំងរបស់យើងទាំង3នាក់ហើយក៏មាននៅអ្នកភូមិរបស់យើងចំនួន4នាក់ដែលគេកំពុងតែស៊ីត្រាវឲ្យសោយយ៉ាងសប្បាយអំពីយាយឈិនពួកគេកំពុងតែគិតថាយាយឈិនគេជាមនុស្សគួរឲ្យអស់សម្លៃខ្លាំងមែនទែនដែលហ៊ានទៅដណ្ដើមស្រីជាមួយគូឆាងដែលជាអ្នកប្រុសរបស់គ្រួសារគូមកពីឋានលើការពិតទៅពួកគេក៏មិនដឹងរឿងអីច្បាស់ដែរគេដឹងតែថាគូឆាងខ្លាំងនឹងបានប្រយុទ្ធឈ្នះកំពូលអ្នកខ្លាំងរបស់យើងតែ3នាក់ធ្វើឲ្យពួកគេហ្វេនតែម្ដងតែសាមត្រង់ថាពួកគេស៊ីត្រាវអំពីយាយឈិនណាមិនស៊ីបែរជាមកស៊ីត្រាវនៅចំពោះមុខយាយឈិនធ្វើយាយឈិនគេក្តៅសឹកត្រជាក់យ៉ាងខ្លាំងហើយលទ្ធផលអ្នកដែលស៊ីត្រាវគេអ្នកនរគ្នាមើលខ្លួនឯងទៅថាវាទៅជាយ៉ាងម៉េចសាច់រឿងក៏បានកាត់ទៅកាន់ប៉ាក់ថៃឈូហើយលោកប៉ាក់ថៃឈូគាត់កំពុងតែសប្បាយចិត្តយ៉ាងខ្លាំងដោយសារតែប៉ាក់របស់គាត់ពេលនេះបានក្លាយជាមេដឹកនាំរបស់ប៉ាក់កម្ពុជាទាំង3ផ្សេងទៀតហើយនេះឯងគឺជាកម្ពុជាអ្នកខ្លាំងរបស់យើងទាំង3នាក់ដែលគាត់នៅរស់ទេបន្ទាប់ពីគូឆាងរបស់យើងលើលែងពួកគេក៏បានចង់ធ្វើជាកូនចៅរបស់គូឆាងទោះបីជានៅក្រោមប៉ាក់ថៃឈូក៏ពួកគេយល់ព្រមដែរឲ្យបានធ្វើជាកូនចៅរបស់គូឆាងអាកន្លែងនេះមានការអានទៅក្នុងសាច់ចង់កែងជាភាសាអាប៉ង់ពីម៉ងហ្នឹងមកស៊ូឈីងកើនឹងបានឃើញពួកគេធ្វើអញ្ចឹងហើយធ្វើឲ្យនាងសប្បាយចិត្តយ៉ាងខ្លាំងគូឆាងក៏បាននិយាយទៅកាន់នាងថាបើនាងចូលចិត្តអញ្ចឹងចាំពេលដៃរបស់ស៊ីហ៊ូជាហើយក៏នឹងកាត់ប្របាក់ម្ដងទៀតហើយនៅពេលនោះក៏មានស្រីស្អាតម្នាក់បានយកសម្បត្តិអញ្ជើញមកឲ្យគូឆាងដែលផ្ញើមកដោយព្រះបុត្រាទី3នៃចក្រភពឆានៅភូមិភាគកណ្ដាលអញ្ជើញឲ្យគូឆាងចូលរួមនៅវេទិកាមួយហើយមូលហេតុដែលគេអញ្ជើញគឺដោយសារតែគូឆាងបានក្លាយជាមនុស្សល្បីបាត់ទៅហើយគូឆាងក៏បានធ្វើមុខឆ្ងល់ស៊ូជាងកើនឹងឃើញអញ្ចឹងក៏បានប្រាប់ប្រកាន់គូឆាងថាពួកគេគឺជាគ្រួសាររាជវង្សនៅភូមិភាគកណ្ដាលគ្មានអ្នកណាដឹងទេថាពួកគេខ្លាំងប៉ុណ្ណាហើយថែមទាំងមានពាក្យចចាមអារ៉ាមទៀតថាកាលពីប្រហែលពាន់ឆ្នាំមុនគឺអ្នកខ្លាំងរបស់គ្រួសារគេអាចរំលោភកម្រិតឲ្យឡើងទៅកាន់ឋានលើបានទៀតផងគូឆាងគ្រាន់តែលើភូមិភាគកណ្ដាលភ្លាមធ្វើឲ្យគាត់នឹកឃើញថាយាយឈិនគេក៏នៅទីនោះដែរហើយមូលហេតុដែលគូឆាងគេដឹងគឺដោយសារតែតាមរបស់គេឲ្យទៅកាន់យិនជីកាលពីលើកមុនទោះបីជាយាយឈិនក៏ទៅដល់ណាក៏គូឆាងគេអាចដឹងបានដែរអញ្ចឹងហើយបានជាគូឆាងគេទទួលការអញ្ជើញនិងបានប្រាប់ឲ្យស៊ូជីងកើនឹងត្រៀមខ្លួនចេញដំណើរនៅ3ថ្ងៃបន្ទាប់ពីស៊ូជីងកើចេញទៅផុតគូឆាងក៏បាននិយាយទៅកាន់លោកព្រឹទ្ធាចារ្យលេងថាបើតាមគេចាំលោកព្រឹទ្ធាចារ្យក៏មកពីភូមិភាគកណ្ដាលដែរមែនទេហើយយើងក៏បានដឹងការពិតថាការពិតទៅលោកព្រឹទ្ធាចារ្យលេងឈ្មោះពិតរបស់គាត់គឺលីងមីងដែលបានឡើងទៅឋានលើពីភូមិភាគកណ្ដាលកាលពី30000ឆ្នាំមុនហើយបានឪពុករបស់គូឆាងយកគាត់ចូលគ្រួសារគូនិងបានតែងតាំងជាព្រឹទ្ធាចារ្យនិងបានផ្ដល់ទូនាទីឲ្យគាត់តាមការពារគូឆាងរហូតដល់សព្វថ្ងៃហើយគូឆាងក៏បាននិយាយទៅកាន់លោកព្រឹទ្ធាចារ្យលេងថានៅពេលដែលគេទៅភូមិភាគកណ្ដាលគេនឹងអនុញ្ញាតឲ្យលោកព្រឹទ្ធាចារ្យលេងចូលលេងគ្រួសាររបស់គាត់ធ្វើឲ្យគាត់សប្បាយចិត្តនិងអរគុណទៅកាន់គូឆាងយ៉ាងខ្លាំងតែគូឆាងគេក៏បាននិយាយថាមិនបាច់អរគុណគេទេព្រោះគេធ្វើដំណើរឆ្លងកាត់កន្លែងនោះស្រាប់ហើយសាច់រឿងក៏បានកាត់ទៅកាន់3ថ្ងៃបន្ទាប់នៅឯសាលារៀនមួយកន្លែងគឺអ្នកគ្រូរបស់យើងកំពុងតែបង្រៀនសិស្សតែបែរជាមានសិស្សជើងល្អម្នាក់ដែលគេលួចដេកនៅម៉ោងរៀនរបស់នាងឈ្មោះរបស់គេគឺលីនធានដែលត្រូវជាប្អូនប្រុសបង្កើតរបស់អ្នកគ្រូសាររបស់យើងនេះឯងដែលគេលួចដេកអញ្ចឹងរាល់តែដងខ្លាចជាទម្លាប់របស់គេទៅហើយទោះបីលីនធានគេគឺជាបងប្អូនបង្កើតរបស់អ្នកគ្រូសាររបស់យើងក៏ដោយក៏ពួកគេទាំងពីរនាក់គឺខុសគ្នាដាច់តែម្ដងអ្នកគ្រូសាររបស់យើងត្រឹមតែអាយុប៉ុណ្ណឹងត្រូវបានសាលាតែងតាំងជាព្រឹទ្ធាចារ្យបាត់ទៅហើយចំណែកឯលេនធានវិញគឺមិនកើតគ្រប់យ៉ាងតែម្ដងឲ្យរៀនសូត្រក៏រៀនមិនកើតឲ្យហាត់ចន្សល់ក៏ហាត់មិនខ្លាំងមូលហេតុដែលសាលាបន្តឲ្យគេរៀនដល់សប្តាហ៍ថ្ងៃគឺដោយសារតែគេមកពីគ្រួសារលេននិងមានបងស្រីជាព្រឹទ្ធាចារ្យរបស់សាលាគឺអ្នកគ្រូសាររបស់យើងនេះឯងហើយភ្លាមនោះលេនធានគេក៏បានភ្នាក់ដឹងខ្លួនឡើងហើយស្រែកថាយើងដែលជាស្ដេចនេះខឹងយ៉ាងខ្លាំងធ្វើឲ្យមិត្តភក្តិរបស់គេលើចឹងហើយអស់សម្លាញ់ខ្សោយវិញថ្នាក់គិតថាគេកំពុងតែដេញមកមើលនិយាយផ្ដេសផ្ដាស់លេនធានគេក៏បានស្រែកឆោឡទៀតថាតើពួកឯងជាអ្នកណាហើយយើងកំពុងតែនៅទីណានៅពេលនោះក៏មានមិត្តរួមថ្នាក់របស់គេម្នាក់ឆ្លើយតបទៅកាន់គេវិញឯងដែលយូរពេលប្រកាសជាបាត់ការចងចាំហើយមិនទៅយើងកំពុងតែនៅក្រុងមិឃាទឹកដីនៃភូមិភាគកណ្ដាលលីនធានគ្រាន់តែបានដឹងថាគេកំពុងតែនៅក្រុងមិឃាភ្លាមធ្វើឲ្យគេស្រឡាំងកាំងយ៉ាងខ្លាំងនិងបាននិយាយទៅកាន់ខ្លួនឯងថាព្រំលិខិតពិតជាបានរៀបចំគម្រោងការគេរួចទៅហើយអ្នកណាទៅដឹងថាប្រលឹងសេះសល់របស់គេអាចចូលមកសន្ធិដ្ឋក្នុងខ្លួនរបស់ក្មេងប្រុសម្នាក់នេះបានបន្ទាប់មកអ្នកគ្រូសាររបស់យើងក៏បាននិយាយទៅកាន់លិនធានវិញថាឯងជប់ធ្វើឈ្មោះធ្វើជាទៀតទៅប្រសិនបើនៅចុងខែនេះឯងមិនអាចចំនួនទៅកំណត់នៅសតលទី2បានទេកម្លាំងដេញឯងចេញគ្មានអ្នកអាចជួយឯងបានទៀតទេលិនធានលឿនចឹងហើយគេក៏បានសើចអះនឹងបាននិយាយទៅកាន់គ្រប់គ្នាវិញថាគ្រាន់តែយកទៅសល់កំណត់ទី2តែប៉ុណ្ណោះវាគ្មានអីពិបាកទេយើងហាត់ប្រាពេលម្ដងមួយថ្ងៃផងវាឡើងបាត់ទៅហើយពួកឯងដែលមើលងាយយើងចាំតែមើលទៅយើងនឹងត្រឡប់ចាត់ការពួកឯងទាំងអស់គ្នានិយាយរួចគេក៏បានផ្លោះតាមអូចេញទៅបាត់ទៅងាកមកមើលគូឆាងរបស់យើងវិញដែលគាត់ធ្វើដំណើរទៅដល់ក្រុងមេឃាទៅហើយ System ក៏បានប្រាប់ថាវាចាប់បាននៅវត្តមានរបស់តួអង្គឯកថ្មីម្នាក់ទៀតហើយគូឆាងគាត់ក៏បាននិយាយទៅកាន់អ្នកមើលថាឯនៅទីនេះមែនទេហើយសាច់រឿងក៏បានកាត់ទៅកាន់គ្រួសារលេនដែលលោកព្រឹទ្ធាចារ្យធំរបស់គ្រួសារលេនក៏បានហៅសមាជិកគ្រួសារទាំងអស់
មកជុំគ្នាដើម្បីប្រាប់ដំណឹងល្អមួយគឺគាត់បានទទួលញាណដឹងនៅវត្តមានរបស់ពាក់បរោះរបស់គ្រួសារលិនដែលបានទំនុកកម្រិតឡើងទៅឋានលើកាលពី30000ឆ្នាំមុនបង្ហាញខ្លួននៅក្បែរទីក្រុងមេឃានៅជិតពួកគេនេះឯងធ្វើឲ្យពួកគេគិតថាពាក់បរោះរបស់ពួកគេមិនបានភ្លេចគេនោះទេនឹងត្រឡប់មកលេងគេវិញធ្វើឲ្យពួកគេសប្បាយអរទាំងអស់គ្នាទៅហើយបើមើលរឿងដល់ពេលនេះហើយអ្នកនរគ្នានៅតែអត់ដឹងថាតើពាក់បរោះរបស់គ្រួសារពួកគេគឺជាអ្នកគេទៀតដែលមានសមត្ថភាពត្រឹមហ្នឹងចំណែកគូឆាងរបស់យើងវិញដែលគាត់កំពុងតែសួរ system ថាតើបន្ទុកសំណាងរបស់យាយចិននៅសេសសល់ប្រមាណទៀត system ក៏ប្រាប់ថានៅសល់តែ230ទៀតតែប៉ុណ្ណោះហើយគូឆាងគេក៏បានបន្តសួរទៅកាន់ system ទៀតថាហេតុអ្វីបានជាគេត្រូវរងនៅប្រតិកម្មនៅបន្ទុកបើសិនជាគេគ្រាន់តែចង់សម្លាប់នៅតួអង្គដែលមានកម្រិតសំណាងខ្ពស់ដូចតួឯងជាដើម system ក៏បានបញ្យល់ប្រាប់មកវិញថាមូលហេតុដែលគេអាចទទួលរងនៅប្រតិកម្មនៅបន្ទុកគឺដោយសារតែគម្លាតរវាងបន្ទុកសំណាងរបស់គូឆាងនិងតួឯកវាធំពេកបើគម្លាតបន្ទុកសំណាងនេះវាកាន់តែតូចនោះឱកាសប្រតិកម្មនៅបន្ទុកក៏វាកាន់តែតិចដែរកន្លែងនេះមានចង់ចែកច្បាស់ខ្លីគ្នាយើងអត់យល់អាប្រតិកម្មនៅបន្ទុកនឹងដូចជាធ្លាប់និយាយម្ដងដែរការវិភាគមុនពេលណាដែរផ្លេចបាត់ហើយតែប៉ុន្តែដឹងអត់ទាន់បញ្យល់គឺវាកើតឡើងនៅពេលដែលគូឆាងគាត់សម្លាប់ទៅកាន់តួអង្គដែលមានបន្ទុកសំណាងច្រើនបើគាត់តែចង់គឺវាអីទេប៉ុន្តែបើសិនជាគូឆាងរបស់យើងគាត់ហ៊ានតែធ្វើសកម្មភាពអីមួយដែលអាចប៉ះពាល់ដល់អាយុជីវិតរបស់តួអង្គដែលមានបន្ទុកសំណាងច្រើនហ្នឹងអាសកម្មភាពឬអំពើទាំងអស់ហ្នឹងវាមិនត្រឹមតែអត់ឲ្យធ្វើអីប៉ុណ្ណឹងបានទេប៉ុន្តែវាអាចលងមកកាន់គូឆាងធ្វើឲ្យគាត់ស្លាប់វិញបាននឹងឯងគឺជាការការពារពីឋានសួគ៌ឬក៏ប្រតិកម្មនៃបន្ទុកដូចគ្នាទេហើយបើបន្ទុកសំណាងរបស់គូឆាងយើងចេះតែឡើងតួឯងបន្ទុកសំណាងចេះតែចុះធ្វើឲ្យគំនិតនេះកាន់តែទូចនោះឱកាសដែលវាកើតឡើងនៅប្រតិកម្មនៃបន្ទុកនោះក៏កាន់តែតិចតាមនឹងដែរហើយគូឆាងគេក៏បានសួរទៅកាន់ system បន្តទៀតថាពេលនេះបន្ទុកសំណាងរបស់គេបានកើនឡើងហើយហេតុអីបានជាកម្រិតសំណាងរបស់គេនៅតែពណ៌ខ្មៅដដែលសម្រាប់អ្នកដែលអត់ដឹងបន្ទុកសំណាងរបស់គូឆាងពេលនេះគឺកើនឡើងដល់130ហើយអ្នកនរគ្នាទេមើលថាអីបានវាអញ្ចឹងឲ្យមានទុកពេលទេ5វិញទេចម្លើយនោះគឺមានក៏អត់ដឹងដែរដោយសារ system អត់ដឹងស្របមកគឺអត់ចម្លើយអញ្ចឹងហើយបានជាឲ្យអ្នកនរគ្នាទេមុនហ្នឹងនៅពេលនោះសួរជាងកើនឹងក៏បានបង្ហាញខ្លួនធ្វើឲ្យគូឆាងភ្ញាក់ព្រឺតែម្ដងហើយមូលហេតុដែលភ្ញាក់គឺដោយសារតែបន្ទុកសំណាងរបស់នាងពេលនេះឡើងដល់400ហើយហើយមូលហេតុដែលឡើងអ្នកនរគ្នាមិនចូលមានទេអត់ដឹងដល់គ្នាហ្នឹងដោយសារតែពួកគេពេលនេះទៅជាដល់ពងភាគកណ្ដាលមែនតើហើយអញ្ចឹងហើយបានជាសួរជាងកើនឹងបានប្រាប់អំពីព័ត៌មានខ្លះៗទៅកាន់គូឆាងទឹកដីនៃភូមិភាគកណ្ដាលនេះគឺបែងចែកជា8ក្រុងធំៗហើយក្រុងមេឃេដែលពួកគេទៅជិតដល់នេះគឺជាក្រុងដែលធំជាងគេរុងរឿងជាងគេនិងខ្លាំងជាងគេនៃទឹកដីភូមិភាគកណ្ដាលហើយក៏ជាកន្លែងដែលព្រះពុត្រាទី3នៃចក្រភពឆាប្រារព្ធនៅវេទិកាឡើងផងដែរបន្ទាប់មកស៊ូឈွန်គេមិនដឹងលេចចេញមកពីតាមណាសួរបែបឆ្ងល់ទៅកាន់គូឆាងថាវេទិកាកាអនចឹងនៅឋានក្រោមអ្នកប្រុសប្រកាសជាមិនចាប់អារម្មណ៍ឡើយគឺគេឆ្ងល់ថាអីបានគូឆាងមកគ្រាន់តែវេទិកាកំភៃកំផុកអញ្ចឹងសោះហើយមូលហេតុដែលគូឆាងគេមកអ្នកអរគ្នាដឹងហើយមិនបាច់ឲ្យមានសម្រេចច្រើនទេសាច់រឿងក៏បានកាត់ទៅកាន់ទីក្រុងមេឃាវិញដែលពាក្យចាំបានដែលថាបុព្វបុរសនៃគ្រួសារលេនចុះពីឋានលើមកវិញបានផ្សព្វផ្សាយពីពេញទីក្រុងទៅហើយមានអ្នកខ្លះជឿហើយអ្នកខ្លះមិនជឿហើយមូលហេតុដែលមានអ្នកជឿគឺដោយសារតែគ្រួសារលេនបានប្រកាសឡើងផ្ទាល់ហើយមូលហេតុដែលមានអ្នកមិនជឿគឺដោយសារតែពួកគេយល់ថាការឡើងទៅឋានលើវាលំបាកណាស់ទៅហើយចុះមកឋានក្រោមវិញគឺវាមិនអាចទៅរួចតែម្ដងតាំងពីកើតមកគេមិនដែលឮអ្នកណាចុះមកពីឋានលើវិញទេកន្លែងហ្នឹងមានចាំបញ្ចូលយល់ទាំងអស់គ្នាព្រោះឲ្យមានដឹងថាគ្នាយើងភាគច្រើនហ្នឹងក៏យល់ទេរឿងឋានលើឋានក្រោមឯហ្នឹងតោះតែអ្នកមើលរឿងចឹងច្រើនបានយល់ពីរឿងអស់ហ្នឹងរវាងឋានក្រោមនិងឋានលើហ្នឹងគឺមាននៅរនាំងឬរបាំងមួយខណ្ឌចែកដែលអង់គ្លេសគេហៅថា barrier រារាំងមិនឲ្យឆ្លងកាត់ឋានទាំងពីរហ្នឹងសាច់តែចិត្តបានទេហើយអ្នកហាត់ចិត្តសល់នៅឋានក្រោមហ្នឹងពេលដែលពួកគេហាត់ដល់កម្រិតទី10ហើយពួកគេមិនអាចនៅឋានក្រោមហ្នឹងបានទៀតទេគឺខុសច្បាប់ធម្មជាតិអញ្ចឹងហើយបានជារនាំងខណ្ឌចែកឋានទាំងពីរហ្នឹងត្រូវស្រូបយកពួកគេដើម្បីបញ្ជូនទៅកាន់ឋានលើហើយបើពួកគេមិនចង់ឡើងទៅឋានលើពួកគេទៅតែឈប់ហាត់ត្រឹមកម្រិតទី9កុំទម្លុះទៅកម្រិតទី10តែគ្មានអ្នកធ្វើអញ្ចឹងទេព្រោះតែគោលដៅនៃការហាត់ចិត្តសល់របស់ពួកគេទាំងអស់គឺចង់ទម្លុះទៅកម្រិតទី10រួចឡើងទៅកាន់ឋានលើហើយដោយសារតែរបាំងនៃច្បាប់ធម្មជាតិនេះហើយទៅធ្វើឲ្យអ្នកនៅឋានលើនឹងក៏មិនអាចចុះមកកាន់ឋានក្រោមសាច់តែចិត្តបានដែរនឹងមូលហេតុដែលគូឆាងគេអាចចុះមកកាន់ឋានក្រោមនេះបានគឺដោយសារតែគូឆាងគេគឺជាអ្នកប្រុសរបស់គ្រួសារគូដែលជាគ្រួសារធំខ្លាំងមានអំណាចនៅឋានលើគ្រួសាររបស់គេនឹងគឺមានវិធីដើម្បីជួយឲ្យលោកព្រឹទ្ធាចារ្យលេងជាមួយគូឆាងចុះមកកាន់ឋានក្រោមបានតែចុះមកបានហ្នឹងក៏មិនមែនន័យថាអាចនៅបានរហូតដែរគឺទៅតែឡើងទៅវិញអាចនៅបានតែមួយរយៈប៉ុណ្ណោះហើយមូលហេតុហ្នឹងគឺដូចមាននិយាយដែរអញ្ចឹងគឺខុសច្បាប់ធម្មជាតិតោះឥឡូវស្ដាប់ឲ្យមាននិយាយតែប៉ែប៉ុណ្ណឹងបានហើយយើងចូលសាច់រឿងចឹងវិញយាយឈិនគេក៏នៅកន្លែងនោះដែរហើយគេក៏មិនខ្វល់ដែររឿងជឿអីហ្នឹងគេខ្វល់តែផែនទីគេប៉ុណ្ណោះហើយផែនទីនេះហើយគឺជាផែនទីដែលមានលំពេងអតីតបុរាណណាផ្លេចបាត់ឈ្មោះវិញពេកហើយយាយឈិនគេក៏បាននិយាយម្នាក់ឯងថាពេលដែលយើងយកបានរបស់នេះហើយអញចាំតែមើលទៅគូឆាងបន្ទាប់មកសាច់រឿងក៏បានកាត់ទៅកាន់គូឆាងដែលគេបានធ្វើដំណើរមកដល់គ្រួសារលេនបាត់ទៅហើយ
នឹងអង្គុយកៅអីរបស់លោកម្ចាស់នៃគ្រួសារលៀនយ៉ាងសង្ហាតែម្ដងធ្វើឲ្យគ្រួសារលៀនទាំងមូលឆ្ងល់ថាតើគេនេះជាអ្នកណាដែលហ៊ានមកអង្គុយកៅអីរបស់លោកម្ចាស់នៃគ្រួសារលៀនថែមនឹងទទួលបានការគោរពពីបុព្វបុរសរបស់ពួកគេទៀតផងមិនត្រឹមតែប៉ុណ្ណោះបុព្វបុរសរបស់ពួកគេថែមទាំងខែខ្លួនឯងថាជាខ្ញុំបម្រើនៅចំពោះមុខគូឆាងធ្វើឲ្យពួកគេបែកញ៉ាងតែម្ដងនៅពេលនោះគូឆាងគេក៏បានប្រាប់ប្រកាន់លោកព្រឹទ្ធាចារ្យលៀនថាមិនបាច់គួរសមចំពោះគេពេកទេកម្របានមកលេងផ្ទះណាចង់ធ្វើទៅមិនខ្វល់ពីគេទេតែលោកព្រឹទ្ធាចារ្យលៀនក៏មិនហ៊ានហើយដើម្បីកុំឲ្យទើសទាល់គូឆាងគេក៏ដើរចេញទប់ពេលឲ្យគាត់ជប់ជុំគ្រួសារដែលយល់ថាគេទៅមើលទេសភាពឃើញចឹងលោកម្ចាស់នៃគ្រួសារលិនក៏បានឲ្យកូនស្រីរបស់គាត់ជូនគូឆាងដើរមើលទេសភាពព្រោះនាងជាអ្នកស្គាល់កន្លែងនេះច្បាស់ហើយនាងគឺជាអ្នកគ្រួសាររបស់យើងនេះឯងដែលត្រូវជាកូនស្រីបង្ការរបស់លោកម្ចាស់នៃគ្រួសារលិនហើយនាងក៏បានណែនាំខ្លួនទៅកាន់គូឆាងប្រាប់គូឆាងថាឈ្មោះរបស់នាងគឺលិនឈីហ៊ွန်ពេលដែលគូឆាងគេងាកទៅភ្លាមគេក៏បានចាប់អារម្មណ៍រឿងមួយគឺនាងមាននៅកម្រិតសំណាងពណ៌លឿងរហូតដល់200លិនធានគេក៏នៅទីនោះដែរហើយគេកំពុងតែឈឺបេះដូងហើយគេក៏បានគិតក្នុងចិត្តថាការធ្វើទុកនេះគឺប្រហែលជាមកពីម្ចាស់ដើមនៃរាងកាយនេះហួងហើយបងស្រីរបស់គេពេលដែលឃើញនាងទៅស្និទ្ធស្នាលជាមួយមនុស្សប្រុសព្រោះតាំងពីដើមមកគេដែលមានរហស្សនាមថាស្ដេចសម្រាប់អតិទេពមិនដែលមានអារម្មណ៍មនុស្សចេតនាអញ្ចឹងទេហើយពេលដែលលិនធានក៏បានឃើញសួរជាងកើភ្លាមគេក៏បានដឹងថានាងមាននៅរាងកាយយេនទាំង9ដែលជារាងកាយអាចជួយពន្លឿនល្បឿននៃការវឹកហាត់ចិត្តសល់របស់គេធ្វើឲ្យលិនធានគេសប្បាយចិត្តផ្លែតែម្ដងហើយនិយាយទៅការខ្លួនឯងទៀតថាព្រមលិខិតពិតជានៅខាងគេមែនបន្ទាប់ពីបានរាងកាយថ្មីឥឡូវនេះមាននៅរាងកាយយេនទាំង9បង្ហាញខ្លួននៅចំពោះមុខគេទៀតហើយគេចង់ធ្វើអីចំពោះស៊ូជាងកើអ្នកនរគ្នាមើលតែទឹកមុខគេទៅដឹងហើយលិនធានគេក៏បានបន្តនិយាយទៀតថាតាមគេឮពីអាចារ្យរាមដែលល្បីតគ្នាអំពីអ្នកប្រុសរបស់គ្រួសារគូចុះមកពីឋានលើដំបងគេស្មានតែជាអ្នកខ្លាំងពូកែអស្ចារ្យប៉ុន្តែតាមការពិតគឺគ្រាន់តែជាមនុស្សល្ងងដែលមិនដឹងថាខ្លួនឯងកំពុងតែមានរបស់ល្អនៅក្បែរខ្លួនគឺលិនធានគេយល់ថាគូឆាងរបស់យើងគ្មានដឹងខ្យល់អីទេដឹងតែលហើយអ្នកនរគ្នាដឹងហើយថាលិនធានគេគិតអញ្ចឹងខុសឬត្រូវត្រឡប់មកមើលគូឆាងរបស់យើងវិញដែលគាត់ក៏ទៅតែបានដឹងដែរថាលិនធានគេគឺជាតួឯកថ្មីដែល system ប្រាប់គាត់ការពីលើកមុនគូឆាងក៏មានកម្រងថានឹងទៅស្វែងរកដែរប៉ុន្តែឥឡូវមិនបាច់ទេព្រោះឃើញហើយលិនធានគេមានកម្រិតសំណាងពណ៌ផ្ទៃមេឃរហូតដល់ទៅ500គឺខ្ពស់ជាងយាយសិនដែលជាពណ៌បៃតងទៅទៀតធ្វើឲ្យគូឆាងគេឃើញហើយគឺស្រក់ទឹកមាត់តែម្ដងហើយគូឆាងគាត់ក៏បានបន្តនិយាយទៀតថាគាត់ដូចជាមិនតបានធ្វើអីលិនធានទេប៉ុន្តែលិនធានដូចជាមានអំណរក្រក់មកលើគាត់ហើយលិនធានគេមានបំណងអីលើគូឆាងអ្នកនរគ្នាដឹងហើយមានជឿរៀងរាប់ច្រើនណាស់ព្រោះថាពេលនេះដល់ពេលចប់ហើយបើរៀបរាប់ច្រើនទៅគឺរកកន្លែងចាប់អត់ឃើញទេបាយ